អ្នកទាំងអស់គ្នាភាគច្រើនប្រហែលជាធ្លាប់អង្គុយញ៉ាំអាហារឆ្ងាញ់ៗនៅតាមកញ្ចុះជាប់មាត់ទឹកឬនៅលើទឹកជាប់នឹងច្រាំងដែលមានស្ពានដើរទៅកាន់កញ្ចុះទឹកតែម្ដងប៉ុន្តែតំបន់ទេសចរណ៍ថ្មីមួយកន្លែងដែលអ្នកទៅលេងស្រុកបន្ទាយស្រីមិនគួរមើលរំលងនោះបើនិយាយពីទេសភាពវិញស្អាតខ្លាំងហើយចង់ទៅញ៉ាំអីនៅលើកញ្ចុះត្រូវជិះទូកទៅនោះគឺសហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូកបន្ទាយស្រីស្ថិតនៅភូមិបន្ទាយស្រីឃុំខ្នារសណ្ដាយស្រុកបន្ទាយស្រីខេត្តសៀមរាបរមណីយដ្ឋានមួយនេះកញ្ចុះស្ទើរតែទាំងអស់នៅឆ្ងាយពីច្រាំងដូច្នេះដើម្បីទៅញ៉ាំអីនៅលើកញ្ចុះបានបងប្អូនត្រូវជិះទូកទើបទៅដល់ព្រោះគ្មានស្ពានឲ្យឆ្លងទៅកញ្ចុះនោះទេនេះគឺជាចំណុចដ៏ទាក់ទាញមួយផងដែររបស់រមណីយដ្ឋានមួយនេះព្រោះការជិះទូកធ្វើឲ្យយើងមានអារម្មណ៍សប្បាយនិងភ្លេចអស់ទុក្ខកង្វល់នានាជាពិសេសនៅពេលខ្យល់ត្រជាក់នៃបឹងធម្មជាតិមួយនេះបក់មកប៉ះនឹងយើងបន្ទាប់ពីញ៉ាំអាហារឆ្ងាញ់ៗរួចបងប្អូនអាចមុជទឹកលេងឬក៏បងប្អូនអាចជួលទូកកាយ៉ាក់ដើម្បីអមលេងកម្សាន្តបានដែលមានតម្លៃសមរម្យបើនិយាយពីសម្រស់ធម្មជាតិនៅទីនោះមានអារម្មណ៍ថាដូចកំពុងស្ថិតនៅមាត់ព្រែកកំពតណាស់គឺថាមានភ្នំមានព្រៃកោងកាងទឹកសាបលាយឡំជាមួយនឹងផ្ទៃទឹកខៀវស្រងាត់គឺមើលទៅស្អាតដូចក្នុងផ្ទាំងគំនូរងាកមកនិយាយអំពីម្ហូបអាហារវិញរសជាតិម្ហូបអាហារនៅទីនោះក៏មិនចាញ់រមណីយដ្ឋានផ្សេងៗនៅក្នុងតំបន់ផងដែរមានមុខម្ហូបពិសេសដូចជាមាន់អាំងអំបិលម្ទេសកង្កែបអាំងអំបិលម្ទេសហើយទឹកជ្រលក់គេក៏ឆ្ងាញ់ដែរ